ខេត្តបាត់ដំបងទទួលបានអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញានិងអូទីសឹមនិងសមិទ្ធផលនានាបន្ថែមអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញានិងអូទីសឹមនិងសមិទ្ធផលនានាត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងបឋមសិក្សាព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025ឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូអភិវឌ្ឍន៍នានាដែលបានជួយឧបត្ថម្ភកសាងសាលានេះឡើងដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋានសម្រាប់ប្រើប្រាស់ហើយការជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញានិងអូទីសឹមពិតជាមានសារៈសំខាន់បំផុតសម្រាប់កុមារនិងខេត្តបាត់ដំបងឯកឧត្តមសុកលូបានបន្តក្រើនរំលឹកដល់សិស្សានុសិស្សជាឆ្ងាយពីគ្រឿងញៀនគោរពច្បាប់ចរាចរណ៍ចេះថែរក្សាអនាម័យបរិស្ថានចេះគោរពលោកគ្រូអ្នកគ្រូធ្វើជាសិស្សល្អពលរដ្ឋល្អក្នុងសង្គមឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់មាតាបិតាអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូខិតខំជំរុញដល់កូនចៅឲ្យបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់និងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្សានុសិស្សឲ្យបានល្អក្នុងឱកាសនោះឯកឧត្តម Nusles រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាបានសម្ដែងការកោតសរសើរនិងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋដែលមានសាលាបែបនេះសម្រាប់អប់រំដល់កុមារមានពិការភាពសតិបញ្ញានិងអូទីសឹមនិងជាមោទនភាពសម្រាប់ស្រុកឯកភ្នំដែលមានសាលាបង្រៀនល្អស្អាតឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ក្នុងការកសាងសាលានេះឡើងហើយក្នុងនាមឯកឧត្តមផ្ទាល់បានសម្ដែងនៅសេចក្តីត្រេកអរចំពោះសមិទ្ធផលដ៏ល្អនេះ